សួស្តីអ្នកនរគ្នាខ្ញុំបាទបយខេសម្រាប់ពេលនេះយើងមកបន្តរឿង Totally Spy យើងបន្តទៀតផ្ដើមរឿងក៏មានភ្លើងឆេះនៅម៉ាត់មួយកន្លែងហើយនៅកន្លែងបណ្ដុតអគិភ័យវិញក៏មានបរិមម្នាក់ទៅហៅគ្នាឲ្យទៅបណ្ដុតភ្លើងប៉ុន្តែពួកគេបានប្រែក្លាយទៅជាលេងរបស់ក្មេងលេងដូចជាក្មេងអាយុ7បាញ់ចឹងខ្សែរឿងក៏កាលមកដល់សាលា Beverly Hills វិញនៅក្នុងម៉ោងចេញទៅផ្ទះកញ្ញាទាំង3របស់យើងក៏ដើរចេញមកហើយក៏មានឡានបរិមម្នាក់បានឈរចតចំមុខអ្នកទាំង3កញ្ញា Clover ដែលឃើញបរិមម្នាក់នោះមានរូបរាងស្ងាពេកក៏បានធ្លាក់ក្នុងលងស្នេហ៍គេដល់បរិមម្នាក់នេះដែរមានឈ្មោះថា Eric ហើយកញ្ញា Clover ក៏បានចូលទៅចិត្តគេហើយក៏បានសួរគេថាតើគេមានពេលតនេអាចជឿនទៅផ្ទះមកឬអត់ហើយគេក៏តបវិញថាមិនអីទេប៉ុន្តែខ្ញុំត្រូវទៅផ្សារដើម្បីទិញកាដូសម្រាប់ប្អូនស្រីរបស់ខ្ញុំសិនកញ្ញា Clover ដែលលើបែបនេះស្ងាត់ចិត្តបដ ாய் បន្ទាប់ពីនោះខ្សែរឿងក៏កាលមកដល់ពេលអ្នកទាំង3នៅដល់ផ្សារមួយកន្លែងកំពុងតែទិញអីវ៉ាន់ហើយក៏បាននិយាយគ្នាអំពីអេរិចថាទិញកាដូមិនមែនឲ្យប្អូនស្រីទេប្រហែលឲ្យទិញសង្សារច្រើនជាងស្រាប់តែពេលនោះក៏ចោលនៅចំពោះមុខអ្នកទាំង3ក៏បានស្រោមអ្នកទាំង3ចូលហើយក៏បញ្ចេញអ្នកទាំង3ទៅកាន់ឧទ្ធម្ភាគចក្រនៅពេលដែលអ្នកទាំង3ត្រូវបានបញ្ជូនទៅដល់ក៏បានជួបលោកសាស្ត្រាចារ្យ Cherry ហើយក៏បានទទួលបេសកកម្មដោយលោកសាស្ត្រាចារ្យ Cherry ព្រមទាំងលោកសាស្ត្រាចារ្យ Cherry ក៏បានបង្ហាញคลิปវីដេអូអំពីមនុស្សដែលប្រែក្លាយទៅជាចរិតកូនក្មេងដោយគ្មានមូលហេតុដែលធ្វើឲ្យមានចលាចលក្នុងទីក្រុងជាខ្លាំងបន្ទាប់ពីលោកសាស្ត្រាចារ្យ Cherry បានបង្ហាញคลิปវីដេអូឲ្យអ្នកទាំង3បានមើលហើយក៏បានបង្ហាញឧបករណ៍វិទ្យាសាស្ត្រឲ្យទៅកាន់អ្នកទាំង3ក្នុងការធ្វើជាជំនួយបន្ទាប់មកអ្នកទាំង3ក៏បានត្រូវបញ្ជូនចេញពីឧទ្ធម្ភាគចក្រស្លាប់មកលើម៉ូតូជិះលើតកមួយហើយអ្នកទាំង3ក៏បានបើកធ្វើដំណើរក្នុងការបំពេញបេសកកម្មទៅខ្សែរឿងក៏កាលមកដល់កន្លែងតាំងពីពណ៌តុក្កតានៅក្នុងនោះកញ្ញាទាំង3ក៏បានដើរមើលអីវ៉ាន់សុកហើយក៏មានបរិមម្នាក់មកសួរអ្នកទាំង3ថាតើពួកគេត្រូវការតែងរបស់ក្មេងលេងទេក្នុងការនិយាយឆ្លើយតបកញ្ញាលេខក៏បានប្រើវេនតាវិទ្យាសាស្ត្រក្នុងការត្រួតពិនិត្យឧបករណ៍ក្មេងលេងទាំងអស់នោះបន្ទាប់មកបរិមម្នាក់នោះក៏បានជូនប្រដាប់ក្មេងលេង3ប្រអប់ឲ្យទៅកញ្ញាទាំង3របស់យើងទុកថាជាកាដូហើយកញ្ញាទាំង3របស់យើងក៏បានដើរចាត់ចែងខ្សែរឿងយើងក៏កាលមកដល់ពេលកញ្ញាទាំង3របស់យើងក៏បានជាចន្ទើយន្តនៅក្នុងអគារមួយកន្លែងនៅពេលនោះកញ្ញាទាំង3របស់យើងក៏បានតាក់ទងទៅលោកសាស្ត្រាចារ្យ Cherry ហើយក៏បានឧបករណ៍ក្មេងលេងដែលជារបស់ដែលសង្ស័យឲ្យទៅលោកសាស្ត្រាចារ្យ Cherry មើលបន្ទាប់មកកញ្ញាទាំង3របស់យើងក៏បានមកដល់ភោជនីយដ្ឋានមួយកន្លែងដើម្បីធ្វើការស្រស់ស្រូបហើយក៏បាននិយាយពិភាក្សាគ្នាអំពីរឿងបញ្ហាតុក្កតានេះដែរនៅក្នុងពេលនោះដែរកញ្ញាសារបស់យើងក៏បានទទួលឥទ្ធិពលពីតុក្កតាក្មេងលេងដែលធ្វើឲ្យកញ្ញាសារបស់យើងបានប្រែចរិតពីមនុស្សចាស់ទុំប្រែទៅជាកូនក្មេងអាយុ7 8ឆ្នាំចឹងហើយកញ្ញាសារបស់យើងក៏ធ្វើឲ្យមានការញ៉ាំញ៉ៃខ្លាំងមែនទែននៅទីនោះដែលធ្វើឲ្យកញ្ញាពីរនាក់ទៀតរបស់យើងក៏មានការខឹងទៅកាន់កញ្ញាសាដែរខ្សែរឿងក៏កើតចេញពីនោះកញ្ញាទាំង3របស់យើងក៏ធ្វើដំណើរបណ្ដាហើយក៏ខលទៅរកលោកសាស្ត្រាចារ្យ Cherry បណ្ដានៅពេលដែលខលជួបហើយលោកសាស្ត្រាចារ្យ Cherry ក៏បាំត្រូវតុក្កតាទាំងនោះបានផ្លាស់ប្ដូរចរិតរបស់គាត់ផងដែរបន្ទាប់មកកញ្ញាទាំង3របស់យើងក៏បានបណ្ដំខ្លួនចូលទៅក្នុងផ្សារតាំងពីពណ៌តុក្កតាដើម្បីស៊ើបរកតម្រុយនៅក្នុងការតាមរកតម្រុយព្រាកច្រើនកញ្ញាសារបស់យើងមានការញ៉ែញ៉ៃខ្លាំងជាងគេហើយកញ្ញាទាំង3របស់យើងក៏បានជួបតុក្កតាមួយដែលគួរឲ្យសង្ស័យដែលតុក្កតានោះមានឈ្មោះថាតុក្កតាអាកាលីននៅពេលដែលជិះទេសុកនោះក៏មានបរិដែលឲ្យកាដូទៅអ្នកទាំង3នោះបានលេចឡើងអ្នកទាំង3ដែលឃើញគេចាប់បានបែបនេះហើយមានអីទៀតក្រៅពីរត់ក្នុងការរត់នោះកញ្ញាទាំង3របស់យើងក៏បានជួបមនុស្សប្រមាណអ្នកមកស្ទាក់មកកញ្ញាទាំង3មិនឲ្យចាញ់ចិត្តពួកគេដោយសារតែមានម៉ូតូជិះដែរក៏បាននាំគ្នាជិះម៉ូតូចាចេញពីទីនោះហើយមនុស្សទាំងនោះក៏បានជិះដេញតាមកញ្ញាទាំង3របស់យើងផងដែរគេចេញពីការគេខ្លួនរបស់អ្នកទាំង3យើងក៏បានឃើញទស្សនីយភាពនៃទីក្រុងក៏បានទទួលភាពចលាចលជាខ្លាំងដែលមនុស្សធំទាំងអស់បានប្រែចរិតពីមនុស្សចាស់ទៅជាកូនក្មេងរីឯកញ្ញាទាំង3របស់យើងវិញកំពុងតែជិះម៉ូតូរត់កេសុកក៏បានជួបនឹងផ្លូវទាល់នៅពេលដែលជួបផ្លូវទាល់បែបនេះកញ្ញា Clover របស់យើងក៏បានប្រើការវិទ្យាសាស្ត្រក្នុងការតង់ឡើងជញ្ជាំងដើម្បីគេចខ្លួនបន្ទាប់ពីការគេចខ្លួនផុតលោកសាស្ត្រាចារ្យ Cherry ក៏បានផ្ញើទិន្នន័យអំពីតុក្កតាអាកាលីនដែលតុក្កតានេះផលិតនៅក្នុងឆ្នាំ1974ដោយតុក្កតានេះបច្ចុប្បន្នត្រូវបានគេជប់ផលិតបន្តទៀតហើយដោយប្រភពដើមរបស់តុក្កតានេះគឺផលិតឡើងនៅក្នុងប្រទេសរុស្ស៊ីប៉ុន្តែអ្នកទាំង3ក៏បានដឹងថានៅមានរោងចក្រមួយដែលមានឈ្មោះថារោងចក្រសហគ្រាសក្រូស៊ីដែលនៅបន្តផលិតតុក្កតានេះដែលកញ្ញាទាំង3ទទួលបានតម្រុយរួចហើយកញ្ញាទាំង3របស់យើងក៏បានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីតែម្ដង
សាច់រឿងក៏ការមកដល់ប្រទេសរុស្ស៊ីកញ្ញាទាំង3ក៏បានធ្វើដំណើរមកដល់រោងចក្រដែលផលិតតុក្កតាអាកាលីហើយកញ្ញាទាំង3របស់យើងក៏បានបន្លំខ្លួនតុបតែងជាតុក្កតាអាកាលីដើម្បីចូលទៅក្នុងរោងចក្រនោះនៅពេលដែលកញ្ញាទាំង3លូតលាស់ចូលកញ្ញាសាងក៏បានត្រូវគេប្រទះឃើញរួមទាំងធ្វើឲ្យគេរកឃើញកញ្ញាទាំងពីរទៀតរបស់យើងដែរនៅពេលដែលអ្នកយាមមកប្រទះឃើញពួកគេក៏មិនបានសង្ស័យច្រើនដោយសារតែគិតថាវាជាតុក្កតាតែប៉ុណ្ណោះបន្ទាប់ពីអ្នកទាំង3ត្រូវបានគេយកចូលទៅក្នុងរោងចក្រហើយកញ្ញាអាលេងនិងកញ្ញា Clover ក៏បានត្រូវដាក់នៅមួយកន្លែងហើយកញ្ញាសារបស់យើងក៏បានយកទៅមួយកន្លែងហើយកញ្ញាលេងនិង Clover ក៏បានធ្វើសកម្មភាពដោយវាយកម្មកររោងចក្រនៅទីនោះបន្ទាប់មកក៏បានទៅស្វែងរកកញ្ញាសាមនៅពេលនោះក៏បានជួបប្រទះនឹងកញ្ញាសាមដែលកំពុងជួបនៅក្នុងស្ថានភាពគ្រោះថ្នាក់ហើយអ្នកទាំងពីរក៏បានចូលទៅសង្គ្រោះទៅបន្ទាប់មកអ្នកទាំង3ក៏បានធ្វើដំណើរមកកាន់ការផលិតរបស់តុក្កតាអាកាលីដោយកញ្ញាទាំង3របស់យើងក៏បានទៅធ្វើការបញ្ឈប់ការផលិតរបស់តុក្កតាអាកាលីប៉ុន្តែកញ្ញា Clover និងកញ្ញា Alex របស់យើងមិនអាចបញ្ឈប់បាននោះទេប៉ុន្តែបានកញ្ញាសាមបញ្ឈប់រួចដោយទៅដល់ខ្សែភ្លើងកញ្ញា Clover និងកញ្ញា Alex ដែលឃើញបែបនេះក៏និយាយថាយកកញ្ញាសាមមកតាមមិនអត់ប្រយោជន៍នោះទេបន្ទាប់មកសន្តិសុខនៅទីនោះក៏បានបើកការវាយប្រហារទៅកាន់កញ្ញាទាំង3របស់យើងហើយកញ្ញាទាំង3របស់យើងក៏បានធ្វើការរត់គេចខ្លួនបន្ទាប់មកអ្នកទាំង3ក៏បានជួបបរិសម្នាក់នៅទីនោះដែលជាមេគ្រប់គ្រងដែរហើយគេក៏បាននិយាយសរសើរទៅកាន់កញ្ញាទាំង3របស់យើងប៉ុន្តែកញ្ញាទាំង3របស់យើងក៏តបថាគ្មានអាណាជួយឲ្យសើទេដោយបរិសម្នាក់នេះជាហ្វេមកម្មមុខរបស់តុក្កតាអាកាលីដែលគេចង់សងសឹកទៅកាន់ពិភពលោកដែលបញ្ឈប់ការផលិតតុក្កតាសំណប់ចិត្តរបស់គេហើយកញ្ញាទាំង3របស់យើងក៏ចោទសួរទៅកាន់បរិសម្នាក់នោះថាអ្វីបានជាបង្កើតតុក្កតាមកវួរខួរក្បាលមនុស្សបែបនេះនិងស្នើសុំឲ្យទៅបរិសម្នាក់នោះធ្វើការបញ្ឈប់ការផលិតមួយនេះទៅប៉ុន្តែបរិសម្នាក់នោះមិនស្ដាប់ពួកគេឡើយបន្ទាប់មកបរិសម្នាក់នោះក៏បានជិះយន្តហោះរបស់គេចាក់ចេញពីទីនោះហើយកញ្ញាសាំងក៏បានសុំបរិសម្នាក់នោះជិះទៅជាមួយផងដែរដោយឡែកកញ្ញាទាំងពីររបស់យើងក៏បានត្រូវគេយកចាប់បញ្យួរជើងបន្ទាប់មកកញ្ញាអាឡិញនិងកញ្ញា Clover ក៏បានធ្វើការរើបំរាស់ដោយរុញសន្តិសុខម្នាក់ឲ្យទៅចូលកំណោតុក្កតាហើយក៏មានតុក្កតាមួយបានបាញ់ឡាស៊ែទៅបង្វក់បរិសម្នាក់នោះឲ្យប្រែខ្លាចចរិតជាក្មេងទៅហើយកញ្ញា Clover ក៏ប្រាប់ឲ្យបរិសម្នាក់នោះទៅជួយដោះលែងពួកនាងសាច់រឿងក៏កម្មមកដល់ពេលបរិសម្នាក់នោះកំពុងតែហោះហើរគេក៏បានទម្លាក់ឧបករណ៍ទាំងឡាយដែលជាតុក្កតាទៅកាន់ទីក្រុងនៅក្នុងការទម្លាក់នោះដែរកញ្ញាទាំងពីរបស់យើងក៏បានឃើញតុក្កតាមួយរាងដោយកញ្ញាសាមក៏បានស្ទុះទៅជួយប៉ុន្តែវាមិនមែនជាកញ្ញាសាមនោះទេហើយនៅក្នុងទីក្រុងតុក្កតាទាំងនោះក៏មានការអុកលូជាខ្លាំងដោយឡែកកញ្ញាអាឡិញនិងកញ្ញា Clover របស់យើងក៏បានប្រើល្បិចតទល់នឹងបរិសម្នាក់នោះដោយយកបន្ទះឈីបចេញពីតុក្កតាទៅដាក់នៅក្នុងតុក្កតាអាកាលីបន្ទាប់មកកញ្ញាទាំងពីរបស់យើងក៏បានហោះទៅចិត្តយន្តហោះរបស់បរិសម្នាក់នោះហើយក៏បានទៅហោះពីយន្តហោះរបស់ខ្លួនទៅក្នុងយន្តហោះរបស់បរិសម្នាក់នោះដែលធ្វើឲ្យមានការវេបតៃបតបគ្នាបន្តិចនៅលើនោះនៅពេលនោះបរិសម្នាក់នោះក៏បានទាញកំភ្លើរបស់គេរៀបនឹងបាញ់ប៉ុន្តែកញ្ញាអាឡៃរបស់យើងក៏បានទាញតុក្កតាអាកាលីមកបង្ហាញគេរួចហើយក៏បោះវារៀបនឹងធ្លាក់ចេញពីយន្តហោះប៉ុន្តែបរិសម្នាក់នោះក៏បានទៅទទួលដែលធ្វើឲ្យបន្ទះឈីបនៅក្នុងតុក្កតានោះបាញ់ឡាស៊ែទៅកាន់ផ្នែករបស់គេដែលធ្វើឲ្យគេប្រែចរិតភ្លាមហើយកញ្ញាទាំង3របស់យើងក៏បានដោះស្រាយនៅបេសកកម្មមួយនេះបានសម្រេចសាច់រឿងក៏កម្មមកដល់សាលា Beverly Hills វិញនៅក្នុងម៉ោងចេញទៅផ្ទះកញ្ញា Clover របស់យើងក៏បានឃើញ Eric ហើយក៏បានឲ្យសម្បត្តិចូលមើលល្ខោនអូប៉េរ៉ាទៅកាន់គេប៉ុន្តែគេក៏បានបដិសេធហើយនៅពេលនោះកញ្ញា Mandy របស់យើងក៏បានចូលមកគៀដៃរបស់ Eric ហើយកញ្ញា Mandy ក៏បានឆ្លៀននិយាយដូចទៅកាន់កញ្ញា Clover របស់យើងហើយក៏បានដាក់ចេញទៅដែលធ្វើឲ្យកញ្ញា Clover របស់យើងក្តៅឆៅនៅពេលនោះក៏មានបរិយាម្នាក់បាននិយាយទៅកាន់កញ្ញា Clover ថាអត់ទោសសាតាចាតើខ្ញុំអាចសួរអ្នកថាការិយាល័យរដ្ឋបាលណែណាទេប៉ុន្តែកញ្ញា Clover របស់យើងក៏ធ្វើឲ្យបរិសម្នាក់នោះខ្លាចដោយទឹកមុខរបស់នាងស្របគ្នាដែរសាច់រឿងយើងក៏សូមស្លាយទៅត្រឹមនេះចាំជួប admin នៅវីដេអូក្រោយបន្តទៀតសូមអរគុណ